ទៅតាមការសិក្សាស្រាវជ្រាវរយៈពេល11ឆ្នាំនេះគឺយើងផ្ដោតជាសំខាន់ទៅលើ innovation ដែល innovation មានឥទ្ធិពលខ្លាំងនៅក្នុងវិស័យបច្ចេកវិទ្យាដោយដែលក្រសួងនវានុវត្តន៍ធ្លាប់យក innovation ជា slogan សម្រាប់ខ្លួនឯងដូចជាមួយនឹង VP Start ដែលប្រើប្រាស់ innovation through technology ជា slogan សម្រាប់ខ្លួនឯងដូចគ្នាក៏ឆ្លៀតយកឱកាសនេះអបអរសាទរហើយនឹងសូមគាំទ្រយ៉ាងពេញទំហឹងដល់ VP Start VP Start គឺចាប់យកចំណុចនេះគឺចំណុចសំខាន់មែនទែនយើងរាល់ថ្ងៃខាង SME កំពុងតែជំរុញផលិតផលក្នុងស្រុកកំពុងតែជំរុញវិស័យឧស្សាហកម្មនេះឲ្យវាគេថា scale up ឲ្យវាធំជាងមុនតែឥឡូវការ scale up ត្រូវការបច្ចេកវិទ្យាច្រើនប្រព័ន្ធភ្លើង system security ឬមួយ cloud system computing នេះកន្លែងនេះគឺជាចំណុចចាប់ផ្ដើមមួយដ៏ល្អខ្ញុំគិតថាមកទស្សវត្សនេះការខំប្រឹងប្រែងរបស់ VP Star នេះគឺមានតម្លៃសម្រាប់ប្រទេសយើងខ្ញុំសង្ឃឹមថានឹងមានក្រុមហ៊ុនបន្ថែមទៀតដូច VP Star ចឹងចាប់យកបច្ចេកវិទ្យាបង្កើតបច្ចេកទេសចាប់យក cloud computing នេះដើម្បីជួយទៅដល់ SME យើងពីព្រោះការងាររបស់ VP Star នេះគឺទៅមុខទៀតសំខាន់ខ្លាំងមែនទែនសារៈសំខាន់នៃ VP Star នេះគឺជាចំណុចគោលបានន័យថាគ្រប់កន្លែងដែលយើងបរិះយើងខំប្រឹងធ្វើឲ្យវាលឿនជាងមុនឲ្យវាច្រើនជាងមុនឲ្យវាល្អជាងមុនគឺត្រូវការ VP Start ទៅជួយចាប់ពីឆ្នាំ2014ដែលយើង obsess ជាមួយនឹង innovation ទៅលើប្រព័ន្ធ grid modernization solution ដែលយើង provide solution នេះទៅកាន់ power grid system បេះទៅលើការងារ research ទាំង software ទាំង hardware ហើយនៅក្នុង campus តូចនេះគឺយើង develop everything in house ដូច្នេះហើយវិស្វករយើងគឺគាត់ធ្វើការដិតដៃដិតជើងខ្លាំងទៅលើការងារ research និង development គឺយើងមានទាំង software យើងមានទាំង hardware យើងបង្កើត eco solution ដោយខ្លួនឯងហើយយើងគ្រោងនឹងអភិវឌ្ឍ eco sustainability system យើងទៅកាន់ data driven ដែលជា solution នៅក្នុង the fourth industrial revolution បច្ចុប្បន្ននេះគឺយើងត្រូវទទួលដឹងថាជា generation ទី4របស់បច្ចេកវិទ្យាដែលយើងដឹងហើយកាលពីជាង200ឆ្នាំមុនthe first industrial revolution គឺគេបង្កើតបានត្រឹមតែ mechanic អាទិសគោអាទិសអីចឹងជាឡាន mechanic ទូចទេបន្ទាប់មកនៅក្នុង the second industrial revolution គឺយើងចាប់ផ្ដើមមានអគ្គិសនីចាប់ផ្ដើមមានថាមពលអគ្គិសនីក៏កើតឡើងហើយ the third industrial revolution គឺយើងចាប់ផ្ដើមមាន technology ចូលមកដូចជា internet social media និង platform digital marketing ជាច្រើនដែលយើងធ្លាប់ប្រើនៅមុនឆ្នាំ2011ហើយចាប់ពីឆ្នាំ2011មករហូតដល់បច្ចុប្បន្ននេះគឺចូលនៅក្នុងដំណាក់កាលថ្មីដែលគេហៅថា the fourth industrial revolution ហើយ VP Start គឺបង្កើតឡើងនៅក្នុងឆ្នាំ2014ដូច្នេះហើយ VP Start ចាប់កំណើតនៅក្នុង the fourth industrial revolution ហើយយើងអត់ដឹងថានឹងបញ្ចប់នៅពេលណាទេ the fourth industrial revolution គឺមានច្រើន technology នៅក្នុងនោះមានដូចជា internet of things មានទាំង big data virtual reality augmented reality និង trend setting technology ជាច្រើនទៀតពាក់ព័ន្ធជាមួយនឹង nanotechnology biotechnology cloud computing trend ថ្មីមួយចំនួនធំទៀតដែលយើងចាំបាច់ហើយប្រើប្រាស់នៅក្នុង the fourth industrial revolution VP Start, innovation through technology.